ដោយតែគ្នាយើងបានឃើញចឹងនៅtrongភាគ154ក្បួនត្រាដែលបានបិទឃុំទៅកាន់មនុស្សម្នាក់ដែលស្ថិតខាងក្រោមដីនៅពេលនេះក៏ត្រូវបានស្រាយចេញមកអស់ហើយក្បួននៃការព្យាបាលឬក៏ក្បួនអមតៈមួយនឹងគឺវាមានរហូតដល់9ចំណែកវាមានន័យថាបំណែករូបរាងកាយរបស់មនុស្សម្នាក់នោះក៏ត្រូវបានបែងចែកចេញជា9ផងដែរទៅតាមត្រានីមួយៗនៅក្នុងរូងក្រោមដីដែលលីយ័នក៏ដូចជាវ៉ាលីនបានធ្វើដំណើរទៅនឹងគឺមានជាមួយក្របភ្នែកមួយហើយក្របភ្នែកមួយក្របហ្នឹងវាក៏ជាបំណែកនៃក្របភ្នែករបស់មនុស្សម្នាក់នោះផងដែរចំពោះគ្នាយើងដែលចង់ចូលទៅមើលការសម្រាយរឿងរបស់ខ្ញុំលឿនៗគ្នាយើងអាចចូលទៅកាន់ក្រុម VIP របស់ខ្ញុំបាននៅក្នុងក្រុមពេលបច្ចុប្បន្ននេះគឺមានរហូតដល់8រឿងឯណោះចំពោះតម្លៃរបស់វាត្រឹមតែ 5000 រៀលនៅក្នុងមួយខែតែប៉ុណ្ណោះចំពោះរូងភ្នំក្រោមដីហ្នឹងក៏វាមានចំនួន9ហើយគេក៏បានបញ្ជាក់ផងដែរថាត្រាដែលបានឃុំឃាំងទៅកាន់អបិមួយហ្នឹងគឺវាបានបើករហូតដល់5រួចទៅហើយនៅសល់តែ4ទៀតតែប៉ុណ្ណោះនៅពេលនោះរូបរាងកាយរបស់មនុស្សម្នាក់នោះនឹងរួចចេញអំពីការឃុំឃាំងមួយវិញទៀតគ្នាយើងគួរតែបានឃើញជាមួយចំហាយថាពលពណ៌មាសឬក៏វិញ្ញាណអមតៈមួយហ្នឹងគឺបានសាយភារហូតដល់4ចំណុចឯណោះហើយចំណុចនីមួយៗរបស់វាហ្នឹងគឺបានបញ្ចេញជាមួយក្បួនត្រាដែលបិទជាប់ជាមួយនឹងរូនប្រហោងចូលទៅកាន់រូងក្រោមដីដែលអ្នកវឹកហាត់អមតៈភាគច្រើនបន្ទាប់ពីបានឃើញជាមួយវិញ្ញាណអមតៈផ្ទុះឡើងគឺពួកគេទាំងអស់គ្នាគឺបានគិតថាទ្រព្យកំណត់គឺមាននៅទីកន្លែងហ្នឹងប៉ុន្តែការផ្ទុះឡើងនៃវិញ្ញាណអមតៈទាំងអស់ហ្នឹងវាសុទ្ធតែជាគំរូការរបស់មនុស្សម្នាក់ដែលបានជាប់ត្រានៅក្នុងរូងភ្នំអមតៈតែប៉ុណ្ណោះហើយនៅtrongភាគ154នេះគ្នាយើងក៏បានឃើញថាអ្នកវឹកហាត់អមតៈជាច្រើនក៏បានប្រមូលផ្ដុំគ្នាពួកគេទាំងអស់គ្នានោះក៏បានប្រមូលផ្ដុំជាមួយចំហាយថាពលបើការវិភាគទៅកាន់ក្បួនមួយហើយក្បួនមួយនោះក៏ត្រូវបានបែកតិចតែម្ដងបញ្ចេញជាមួយចន្លោះប្រហោងមួយចូលទៅកាន់រូងក្រោមដីពួកគេទាំងអស់គ្នាក៏បានធ្វើដំណើរចូលទៅកាន់ផ្នែកខាងក្នុងនៅពេលដែលបានចូលទៅដល់ផ្នែកខាងក្នុងហើយនៅពេលនោះក៏មានជាមួយនឹងចំហាយថាមពលមួយក៏បានបើកការវិភាគទៅកាន់ពួកគេទាំងអស់គ្នាអ្វីដែលបានវិភាគទៅកាន់អ្នកវឹកហាត់អមតៈទាំងអស់ហ្នឹងគឺជាបំណែកនៃដៃមួយវាមានតែត្រឹមស្មាតែប៉ុណ្ណោះស្មាចូលរហូតមកដល់ម្រាមដៃអញ្ចឹងអ្នកគ្នានិយាយទៅគឺនៅរូងភ្នំកន្លែងហ្នឹងគឺគេប្រើប្រាស់ជាមួយថាមពលឬក៏ក្បួនមួយចំនួនក៏បិទត្រាទៅកាន់ដៃតែមូលតែម្ដងបំណែកដៃមួយហ្នឹងក៏បានសម្រាប់ទៅកាន់អ្នកវឹកហាត់អមតៈដែលបានចូលទៅកាន់រូងភ្នំទាំងអស់សូម្បីតែព្រលឹងរបស់ពួកគេទាំងអស់គ្នាក៏វាមិនសល់ផងដែរមិនថាព្រលឹងរូបរាងកាយរបស់គេសូម្បីតែថាមពលដើមក៏ត្រូវបានស្រូបយកទៅដោយក្បួននៅថែមទៀតដើម្បីព្យាបាលរបួសទៅកាន់មនុស្សម្នាក់នោះហើយនៅកន្លែងហ្នឹងគេក៏បានប្រាប់ឲ្យថាត្រាទាំង9ដែលបានឃុំឃាំងទៅកាន់មនុស្សម្នាក់ហ្នឹងក៏ត្រូវបានដោះស្រាយចេញគ្មានសល់នោះទេវាមានន័យថាមនុស្សម្នាក់ហ្នឹងគឺមានសេរីភាពហើយចំណែកឯបំណែករូបរាងកាយរបស់គេទាំង9នៅពេលនេះក៏បានប្រមូលផ្ដុំគ្នានិយាយទៅបំណែករូបរាងកាយទាំង9វាមានដូចជាដៃជើងក្របភ្នែកក្បាលអីជាដើមអញ្ចឹងណាអ្នកគ្នាហើយទីតាំងនៃបំណែករូបរាងកាយនីមួយៗក៏វានៅឆ្ងាយពីគ្នាផងដែរប៉ុន្តែក្បួនហ្នឹងគឺវាបានតបជាប់គ្នារហូតដល់9ចំណុចឯណោះប៉ុន្តែឥឡូវហ្នឹងគឺបានដោះចេញអស់ហើយវាមានន័យថាបំណែករូបរាងកាយវានៅតែពេលវេលាហោះទៅរកគ្នាតែប៉ុណ្ណោះដើម្បីផ្ដុំជាមួយរូបរាងកាយរបស់គេត្រឡប់មកវិញបើតាមសាច់រឿង trailer ហ្នឹងគ្នាយើងក៏បានឃើញជាមួយបំណែកដៃក៏ដូចជារូបរាងកាយក្របភ្នែករបស់តាហ្នឹងអត់មានក្របភ្នែកឆ្វេងនោះទេបើមើលទៅតាមស្ថានភាពរបស់តាហ្នឹងវាហាក់ដូចជាវេទនាខ្លាំងមែនទែនពិតជាស្មោកគ្រោកខ្លាំងមែនទែនអ្នកគ្នាសំបីតដៃក៏វាមានតែឆ្អឹងផងដែរក្បាលរបស់គេពិតជាញ៉ៃញ៉ៃខ្លាំងមែនទែននៅក្នុងសាច់រឿង trailer ហ្នឹងគេក៏បានបង្ហាញអំពីវត្តមានរបស់ស៊ិនកុងហួរហើយស៊ិនកុងហួរគោលបំណងរបស់គេក៏មិនខុសអំពីអ្នកវឹកហាត់អមតៈផ្សេងៗទៀតផងដែរគឺចង់បើកជាមួយនឹងទីកន្លែងមួយនេះដើម្បីស្វែងរកជាមួយទ្រព្យកំណត់ហើយនៅទីកន្លែងហ្នឹងក៏បានប្រមូលផ្ដុំជាមួយអ្នកវឹកហាត់អមតៈច្រើនខ្លាំងមែនទែននៅទីកន្លែងហ្នឹងក៏មានជាមួយអ្នកបកកែខាងក្បួនហើយពួកគេទាំងអស់គ្នានេះក៏បានយល់ស្របគ្នាថាឲ្យអ្នកដែលបកកែខាងក្បួនហ្នឹងគឺបើកជាមួយក្បួនត្រាមកទៅពួកគេនឹងចែកកំណត់ស្មើៗគ្នាតែម្ដងគឺអត់មានអាណាចំណាយនរណានោះទេនៅពេលដែលបានបើកការវិភាគទៅកាន់ក្បួននឹងអស់ហើយនៅពេលនេះទឹកមុខរបស់ស៊ិនកុងហួរក៏បានផ្លាស់ប្ដូរបន្តិចអារម្មណ៍ដ៏ចម្លែកមួយក៏បានដេកឡើងនៅក្នុងខួរក្បាលរបស់គេភ្លាមៗគេក៏មានអារម្មណ៍ថាហាក់ដូចជាមានគ្រោះថ្នាក់មួយកំពុងតែកើតឡើងនៅទីកន្លែងហ្នឹងហើយនៅក្នុងកំឡុងពេលនោះក៏មានជាមួយថាពលពន្លឺដាវមួយខ្សែក៏បានធ្វើដំណើរឆ្ពោះសម្តាមមកកាន់ស៊ិនកុងហួរហើយយើងក៏បានដឹងថាអ្នកដែលបានជិះដាវជាមួយថាពលខ្សែពន្លឺដាវមួយខ្សែហ្នឹងគឺជាច័ន្ទកុងលីក៏បានញញឹមបន្តិចសម្លឹងទៅមើលស៊ិនកុងហួរសួរទៅកាន់ស៊ិនកុងហួរបន្ថែមថាតើឯងដឹងទេថានៅពេលខ្ញុំបានធ្វើដំណើរមកកាន់ទីនេះខ្ញុំបានជួបនរណាស៊ិនកុងហួរហាក់ដូចជាមិនបានខ្វាយខ្វល់ទេចរិតក្អើតក្តោរបស់គេនៅតែរដែលឯងជួបនរណាធ្វើមិនខ្ញុំនឹងដឹងទោះបីជាស៊ិនកុងហួរបញ្ចេញអត្តចរិតបែបហ្នឹងក៏ដោយច័ន្ទកុងលីគឺមិនបានប្រកាន់អីទេក៏បានប្រាប់ទៅកាន់គេបន្ថែមថាខ្ញុំបានជួបជាមួយរៀមច្បងម្នាក់នោះគឺបានប្រាប់ថានៅពេលដែលគាត់មានពេលទំនេរគាត់នឹងធ្វើដំណើរមកកាន់ទីកន្លែងនេះដូចគ្នានៅពេលដែលបានលើកបែបហ្នឹងហើយនៅពេលនេះទឹកមុខរបស់ស៊ិនកុងហួរក៏បានផ្លាស់ប្ដូរទៅហើយស្នាមញញឹមមួយក៏បានដេកឡើងនៅជ្រុងមាត់របស់គេចំពោះឈ្មោះវ៉ាលីនប្រហែលដូចជាមានសារៈសំខាន់សម្រាប់ស៊ិនកុងហួរខ្លាំងមែនទែនហើយមកដល់កន្លែងនេះខ្ញុំក៏សូមកាត់ទៅកាន់អ្នកគ្នាតិចផងដែរគ្នាយើងប្រកាសជាបានឃើញហើយក្បួននៅកន្លែងសាលកំពីហ្នឹងដល់ពេលដែលវ៉ាលីនបានចូលសាលកំពីចេញទៅផ្នែកខាងក្រៅហើយគឺវាលែងមានសាលកំពីបន្តទៀតហើយចំពោះសាលកំពីក៏ដូចជាក្បួនអីផ្សេងៗហ្នឹងសុទ្ធតែជាក្បួនបំផន់របស់លីយ័នទាំងអស់តែម្ដងបើតាមការសម្លឹងមើលរបស់គ្នាយើងប្រកាសជាគិតថាក្បួននៅកន្លែងហ្នឹងគឺតិចមែនទែនប៉ុន្តែដល់ឡែកមិនមែនតិចនោះទេអ្នកគ្នាគឺក្បួនមួយហ្នឹងរហូតដល់10000ក្បួនជាងហើយក្បួននៅកន្លែងហ្នឹងមិនមែនជាក្បួនដដែលនោះទេវាគឺជាក្បួនផ្សេងគ្នាទាំងអស់តែម្ដងចំនួនរហូតដល់10000ក្បួនជាងចំពោះក្បួនទាំងអស់ហ្នឹងវាហាក់ដូចជាពិសេសបន្តិចក៏ដោយសារតែលីយ័នគឺមិនបានប្រើប្រាស់ជាមួយក្បួនណាមួយនៅក្នុងគ្រួសារតកូលីនោះទេគឺជាក្បួនដែលគេចេះទាំងអស់ក៏ដូចជាការស្រាវជ្រាវអីផ្សេងៗហ្នឹងសុទ្ធតែលីយ័នប្រើទៅដាក់នៅលើ
លើក្បួននឹងទាំងអស់ហើយនៅកន្លែងនេះអត់ទៅសារទៅកាន់លីយ័នអត់បាននោះទេអ្នកគ្នាក៏ដោយសារតែក្បួនរហូតដល់ 10000 ជាងនោះលីយ័នធ្វើតែម្នាក់ឯងលក្ខណៈពិសេសរបស់ក្បួននឹងគឺវាដូចជាការបំផន់ដូចជាការពិតចឹងបើសិនជាមិនមានអ្នកខ្លាំងដែលជំនាញខាងក្បួននោះទេគឺមិនអាចដឹងនោះទេតោះឥឡូវយើងកាន់កន្លែងនេះចេញទៅមិនបាច់ចាំខ្វាយខ្វល់អំពីក្បួននឹងបន្តទៀតទេយើងបន្តសាច់រឿងរបស់យើងវិញបលីនជាមួយលីយ័នក៏បានបន្តដំណើរបន្តទៅមុខទៀតឯកូដដៅរបស់គេចាក់ចេញអំពីទីកន្លែងទឹកដីអាណាចក្រអមតៈកូលននឹងដើម្បីអាចចាក់ចេញពីទីកន្លែងហ្នឹងគឺវាមានតែច្រកចេញតែប៉ុណ្ណោះគឺវាត្រូវការប្រើប្រាស់ជាមួយឆ្នាំងរន្ទះគ្នាយើងមួយចំនួនប្រហែលជាគិតថាវ៉ាលីតអត់មានឆ្នាំងរន្ទះទេមើលទៅក៏ដោយសារតែការពេលមុននេះគឺវ៉ាលីតបានផ្លាញទៅកាន់ឆ្នាំងរន្ទះហ្នឹងហើយប៉ុន្តែវាមិនមែនចឹងនោះទេនៅពេលដែលវ៉ាលីតចូលមកដល់ទឹកដីអាណាចក្រអមតៈកូលននេះហើយគឺវ៉ាលីតប្លន់គ្រប់ទីកន្លែងតែម្ដងអ្នកគ្នាអញ្ចឹងហើយមិនបាច់ចាំថាខ្វះខាតជាមួយឆ្នាំងរន្ទះហ្នឹងទេគឺមានច្រើនណាស់នៅពេលនេះពួកគេតែពីរនាក់ហ្នឹងកាន់តែបន្ថែមល្បឿនបន្ថែមទៀតហើយក៏ដោយសារតែវ៉ាលីតចង់ធ្វើដំណើរចាក់ចេញពីអាណាចក្រអមតៈកូលនឲ្យបានលឿនតាមតែអាចធ្វើទៅបានធ្វើដំណើរទៅដល់ទីតាំងមួយកន្លែងវ៉ាលីនក៏ផ្ចាប់បន្តិចផងដែរក៏ដោយសារតែបានឃើញជាមួយអ្នកប្រហាត់អមតៈជាច្រើនតែម្ដងគឺរត់ប្រសាទពេញហ្នឹងនៅពេលខាងក្រៅខ្នងរបស់ពួកគេទាំងអស់គ្នានោះគឺបានឃើញជាមួយដៃមួយកំពុងតែដេញតាមទៅកាន់ពួកគេទាំងអស់គ្នាចំណែកវ៉ាលីនក៏បានសង្កេតទៅឃើញដែរចំណែកតែដៃមួយនោះបន្ទាប់ពីបានសង្កេតឃើញថានេះគឺជាវត្តមានរបស់វ៉ាលីនវាក៏បានផ្លាស់ប្ដូរទិសដៅរបស់វាផងដែរជប់ដេញតាមទៅកាន់អ្នកប្រហាត់អមតៈផ្សេងទៀតហើយគោលដៅរបស់វានៅពេលនេះគឺដេញតាមទៅកាន់វ៉ាលីនម្ដងបើការវិភាគទៅកាន់វ៉ាលីនក៏បានប្រើប្រាស់ជាមួយរន្ទះពណ៌ស្វាយរបស់គេបើការវិភាគទៅវិញទោះបីជាបែបនឹងពិតមែនរន្ទះពណ៌ស្វាយរបស់វ៉ាលីនប្រហែលជាមិនអាចធ្វើអីទៅកាន់ដៃនឹងបានទេនៅពេលដែលបានប៉ះជាមួយដៃមួយនឹងក៏ត្រូវបានរលាយបាត់បង់ទៅដៃមួយនឹងក៏បានបញ្ចេញជាមួយថាមពលជាច្រើនតែម្ដងបើការវិភាគទៅកាន់វ៉ាលីនក៏ដូចជាលីយ័នជាដើមវ៉ាលីនក៏បានប្រើប្រាស់បំណាច់ដីអមតៈរបស់គេទប់ទល់អំពីការវិភាគរបស់ដៃមួយនឹងបន្ទាប់ពីមិនអាចធ្វើអីទៅកាន់វ៉ាលីនហើយដៃមួយនឹងក៏បានផ្លាស់ប្ដូរទិសដៅរបស់វាផងដែរទៅកាន់អ្នកបង្ហាត់អមតៈផ្សេងទៀតហើយគេក៏បាននិយាយផងដែរចំពោះដៃមួយនឹងគឺវាមានសមត្ថភាពស្មើជាមួយអ្នកដែលស្ថិតនៅក្នុងកម្រិតការផ្លាស់ប្ដូរយ៉ាងកំពូលឯណោះហើយចំពោះដៃមួយនឹងវាហាក់ដូចជាពិសេសពេកដែរក៏ដោយសារតែវាគឺអាចបត់បែនទៅតាមលំហវាដូចជាពុតកងលំហអញ្ចឹងឆ្វិចអញ្ចឹងទៅនៅក្នុងអាណាចក្រអមតៈកូលនគឺគ្មានអាណាប៉ះពាល់ទៅកាន់ដៃមួយនឹងបានទេអ្នកបង្ហាត់កម្រិតទី8កម្រិតទី9អីសិតតែងាប់ទាំងអស់ហ្នឹងតែម្ដាយគឺទៅឥណ្ឌាអស់ហើយនៅពេលដែលដៃដកថយបន្តិចឯងនៅពេលនេះវ៉ាលីនក៏អត់បានចាំយូរទៀតដែរក៏បានបញ្ចេញជាមួយដាវដំណក់ទឹកភ្លៀងរបស់គេមកតែម្ដងបើការវិភាគទៅកាន់ដៃមួយហ្នឹងស្នៀតដាវចាន់លាស់ស្នៀតដាវបំបាយឋានសួគ៌ក៏ដូចជាស្នៀតអីផ្សេងទៀតជាមួយនឹងបំណាច់ដីអមតៈរបស់គេនៅពេលនេះក៏បានគៀបសង្កត់ទៅកាន់ដៃមួយនឹងផ្ទាល់តែម្ដងនៅពេលនេះដៃមួយនឹងក៏បានរំលាស់ទីទៅផ្នែកម្ខាងទៀតផងដែរគឺជាចំណុចកណ្ដាលនៃអាណាចក្រអមតៈកូលនវ៉ាលីនគឺមិនបានដេញតាមនោះទេក៏ដោយសារតែមិនអាចធ្វើឲ្យទៅកាន់ដៃនឹងបានដដែលក៏លេចទៅមើលជ្រុងម្ខាងទៀតយើងក៏បានឃើញជាមួយបំណាច់ផ្សេងរបស់មនុស្សម្នាក់នឹងផងដែរក៏មានដូចជាជើងទាំងសងខាងក៏ដូចជាដៃម្ខាងទៀតអីជាដើមជាពិសេសនេះគឺជាក្បាលរបស់គេនៅពេលនេះក្បាលរបស់គេគឺមានតែក្បាលតែប៉ុណ្ណោះអត់មានខ្លួនអត់មានដៃអត់មានជើងអីនោះទេអ្វីដែលគួរឲ្យកត់សម្គាល់គឺក្បាលរបស់គេគឺមានភ្នែកតែមួយចំហៀងតែប៉ុណ្ណោះគឺជាភ្នែកស្ដាំហើយក្បាលទាំងអស់ហ្នឹងក៏បានប្រែទៅជាក្បាលដ៏ធំមួយគឺជាក្បាលនៃធម្មពលឈាមក៏បានបើកការវិភាគសម្រាប់ទៅកាន់អ្នកបង្ហាត់អមតៈជាច្រើននៅក្នុងអាណាចក្រអមតៈកូលនហ្នឹងនិយាយមកម៉ាត់ទៅបំណាច់រូបរាងកាយរបស់មនុស្សម្នាក់ហ្នឹងនៅពេលដែលបានជួបជាមួយអ្នកបង្ហាត់អមតៈផ្សេងៗនេះសុទ្ធតែដេញតាមសម្រាប់ទាំងអស់នឹងស្រូបយកជាមួយរូបរាងកាយក៏ដូចជាធម្មពលដើររបស់ពួកគេទាំងអស់គ្នាហ្នឹងហើយនៅពេលនេះបំណាច់រូបរាងកាយរបស់ពួកគេទាំង8ហ្នឹងនៅពេលនេះក៏បានប្រមូលដូចគ្នានៅចំណុចកណ្ដាលនៃអាណាចក្រអមតៈកូលនតែមូលតែម្ដងនៅពេលនោះរូបរាងកាយដៃទាំងសងខាងជើងទាំងគូក៏ដូចជាក្បាលក៏បានរួមបញ្ចូលគ្នាវិញបញ្ចេញនូវរូបរាងរបស់មនុស្សម្នាក់ចំណែករូបរបស់គេវិញប្រហែលជាស្គមស្គាំងខ្លាំងមែនទែនសូម្បីទៅមុខរបស់គេហ្នឹងក៏វាអាក្រក់ផងដែរមុខរបស់គេហ្នឹងគឺវាមានតែឆ្អឹងតែប៉ុណ្ណោះហើយភ្នែកខាងឆ្វេងនេះក៏វាអត់មានថែមទៀតចំណែកដៃរបស់គេហ្នឹងប្រហែលជាបន្សត់ទុកតែឆ្អឹងស្បែកគ្របដណ្ដប់ឆ្អឹងអញ្ចឹងសំឡេងរបស់គេគឺបានន័យថានៅទីបំផុតត្រែមួយនេះក៏ត្រូវបានបាត់បង់ទៅស្រង់ចំណែកខ្ញុំក៏មានសេរីភាពត្រឡប់មកវិញចង្រៃជិញសួយក៏ដោយសារតែយើងនៅមានជីវិតដូចនេះហើយឯងក៏នៅមានជីវិតដូចគ្នាយើងពិតជាអរគុណទៅកាន់ឯងខ្លាំងមែនទែនដែលបានបិទត្រាយើងនៅទីកន្លែងនេះប៉ុន្តែហាក់ដូចជាឯងនេះមិនចិត្តដាច់ជាមួយយើងពេកនោះទេក៏បានបន្សល់ជាមួយវិជាមួយចំនួនដើម្បីឲ្យយើងព្យាបាលរបួសនៅកន្លែងហ្នឹងគឺវាមានន័យថាបំណាច់រូបរាងកាយរបស់វាទាំង9ក៏ត្រូវបានបិទត្រាទៅដល់ជិញសួយចំពោះត្រាដែលបានបិទភ្ជាប់ជាមួយរូបរាងកាយរបស់អាតាហ្នឹងហើយគឺវាមានជាមួយត្រាមួយផ្សេងទៀតគឺជាក្បួនអមតៈឬក៏ជាក្បួននៃការព្យាបាលដែលគេនេះពិតជាអរគុណទៅកាន់ជិញសួយខ្លាំងមែនទែនដែលបានដាក់ជាមួយក្បួនព្យាបាលឲ្យគេបែបនេះនៅពេលនេះរូបរាងកាយរបស់គេគឺមានពេញលេញត្រឡប់មកវិញហើយប៉ុន្តែអ្វីដែលគេខ្វះនៅពេលនេះគឺជាក្របភ្នែករបស់គេមួយចំហៀងគឺជាក្របភ្នែកឆ្វេងជើងរបស់មនុស្សម្នាក់នោះក៏បានបោះទៅមុខមួយចំហៀងចំណែករូបរាងកាយរបស់គេក៏បានរលាយបាត់ចេញពីទីកន្លែងហ្នឹងតែម្ដងហើយនេះគឺជាវិជាពុតកងលំហហើយរាងកាយរបស់គេនៅពេលនេះក៏បានបង្ហាញនៅទីតាំងមួយកន្លែងគឺជារូងក្រោមដីដែលវ៉ាលីនក៏ដូចជាលីយ៉នបានធ្វើដំណើរទៅហ្នឹងដៃរបស់គេនឹងក៏បានបញ្ចេញជាមួយចំហាយថាពលបន្តិចចាប់យកជាមួយក្របភ្នែកមួយមកគេក៏បាននិយាយបន្ថែមថាក្របភ្នែកឆ្វេងរបស់យើងនេះគឺមានផ្ទុកជាមួយនឹងអាណាចក្រនៃការសម្លាប់បើសិនជាខ្ញុំនិយាយចឹងទៅប្រហែលជាអ្នកគ្នាយល់ទេអាណាចក្រនៃការសម្លាប់ហ្នឹងតាមពិតទៅវាគឺជាឈីរៀមឬក៏រន្ទះក្រហមហ្នឹងចំពោះឈ្មោះរបស់វាហ្នឹងគឺជាអាណាចក្រនៃការសម្លាប់ហ្នឹងឯងគេក៏បានចាប់យកជាមួយក្របភ្នែកមួយក្របនោះដាក់បញ្ចូលទៅកាន់ភ្នែកឆ្វេងរបស់គេវិញនៅពេលនេះភ្នែករបស់គេទាំងគូហ្នឹងក៏មានត្រឡប់មកវិញផងដែររបួសរបស់គេនៅពេលនេះគឺមិនទាន់ព្យាបាល 100% នោះទេបើសិនជាគេសម្លាប់ទៅកាន់អ្នកបង្ហាត់អមតៈនៅទីកន្លែងនេះទាំងអស់ប្រកាសជាអាចចម្រាញ់ជាមួយថាមពលដើម
បញ្ចូលទៅកាន់រូបរាងកាយរបស់គេបាននិយាយទៅថាមពលដែលគេត្រូវការហ្នឹងមិនមែនជាថាមពលអមតៈឬក៏ជាថាមពលដើមថាមពលឋានសួគ៌ឬក៏ផែនដីអីនោះទេអ្វីដែលគេត្រូវការគឺជាថាមពលមួយប្រភេទគឺជាថាមពលប្រភពដើមអមតៈគេក៏បានផ្លាស់ទៅមុខមួយជំហានរាងកាយរបស់គេក៏បានបាត់បន្ទាប់ទៀតហើយហើយនេះគឺជាវិជាពុតកលមហោដូចដែលខ្ញុំបាននិយាយចឹងទីតាំងនៅកន្លែងណាដែលគេស្គាល់គេអាចបត់បែនតាមកលៈទេសៈរបស់គេចង់បានចឹងណាគោលបំណងរបស់គេគឺមិនចង់ឲ្យនរណាម្នាក់ចាក់ចេញពីទឹកដីអាណាចក្រអមតៈកូឡននោះទេក៏ដោយសារតែគេចង់យកមនុស្សទាំងអស់នោះធ្វើជាអាហារបំពន់សម្រាប់រាងកាយគេក៏លេចទៅមើលវ៉ាលីនជាមួយលីយ៉ននៅពេលនេះក៏បានស្ទុះទៅជាលឿនតែម្ដងមិនអាចបន្លាយពេលបានទៀតនោះទេគេមានអារម្មណ៍ថានៅពេលនេះទឹកដីអាណាចក្រអមតៈកូឡននេះហាក់ដូចជាមិនមានសុវត្ថិភាពនៅឡើយដូច្នេះហើយការចាក់ចេញពីទីកន្លែងនេះវាគឺជាវិធីដ៏ល្អបំផុតក៏លេចទៅមើលមនុស្សអ្នកនោះវិញនៅពេលនេះគោលដៅរបស់គេក៏ជាច្រកទ្វារចេញនៃអាណាចក្រអមតៈកូឡនដូចគ្នានៅតាមផ្លូវនោះគឺគេបានជួបជាមួយអ្នកបង្ហាត់អមតៈជាច្រើនផងដែរគេក៏បានសម្លាប់ទៅកាន់អ្នកបង្ហាត់អមតៈនឹងទាំងអស់តែម្ដងចម្រាញ់ជាមួយថាមពលទាំងអស់នោះធ្វើជាថាមពលប្រភពដើមអមតៈហើយការនិយាយរបស់ខ្ញុំនេះប្រហែលជាអត់បានវែងនោះទេអ្នកគ្នាក៏ដោយសារតែខ្ញុំនឹងគឺបានធ្វើរឿងច្រើនខ្លាំងមែនទែនថ្ងៃហ្នឹងគឺខ្ញុំឈឺកខ្លាំងហើយនៅទីកន្លែងហ្នឹងគឺមានជាមួយអ្នកបង្ហាត់អមតៈច្រើនខ្លាំងមែនទែនរាប់រយអ្នកឯណោះក៏ដូចជាកម្រិតទី7ដំណាក់កាលកណ្ដាលចុងក្រោយក៏ដូចជាកម្រិតការផ្លាស់ប្ដូរយីងអីជាដើមពួកគេទាំងអស់គ្នានឹងក៏បានប្រមូលផ្ដុំគ្នាតែម្ដងទប់ទល់អំពីការវិផានរបស់មនុស្សម្នាក់នោះប៉ុន្តែល្បឿនរបស់គេវាពិតជាលឿនពេកហើយក៏ដោយសារតែគេបំលាស់ទីទៅគឺកន្លែងណាក៏តាមតែចិត្តក្បាលវ៉ារបស់គេចប់បានតែប៉ុណ្ណោះប្រហែលដូចជាមិនមានឧបសគ្គឡើយអ្នកបង្ហាត់អមតៈកម្រិតទី7ដំណាក់កាលកណ្ដាលក៏ដូចជាចុងក្រោយអីជាច្រើននឹងក៏ត្រូវបានស្លាប់បាត់បង់ជីវិតនឹងភ្លាមៗតែម្ដងហើយនៅទីកន្លែងហ្នឹងគឺមានជាមួយអ្នកបង្ហាត់អមតៈដែលខ្ពស់ជាងគេគឺសិតនៅកម្រិតនៃការផ្លាស់ប្ដូរយីងគឺមានមិនច្រើនប្រមាណនោះទេមានត្រឹមតែ10នាក់តែប៉ុណ្ណោះដូច្នេះហើយពួកគេទាំងអស់គ្នាក៏បានប្រមូលផ្តុំគ្នាបើកការវិភាគទៅកាន់មនុស្សចម្លែកម្នាក់ហ្នឹងពួកគេក៏បានគិតថាបើសិនជាមិនអាចទប់ទល់ជាមួយមនុស្សម្នាក់នេះបានទេមើលទៅជីវិតរបស់ពួកគេហ្នឹងក៏វាមិនសល់ផងដែរពិធីមានតែមួយគត់តែប៉ុណ្ណោះគឺធ្វើដំណើរចាស់ចេញពីទឹកដីអាណាចក្រអមតៈកូឡនប៉ុន្តែច្រកទ្វារចេញគឺនៅផ្នែកខាងមុខឯណោះដូច្នេះហើយនៅពេលនេះពួកគេគួរតែស្វែងរកជាមួយវិធីដើម្បីអាចធ្វើដំណើរទៅបានទៅចំពោះមនុស្សម្នាក់ហ្នឹងវិញគេក៏បានគិតថាគួរតែបិទជាមួយផ្លូវច្រកចេញហ្នឹងហើយនៅពេលនេះគេក៏បានផ្លាស់ទៅមួយចំហៀងទៀតទៅរូបរាងកាយរបស់គេក៏បានស្ថិតនៅក្បែរច្រកចេញទៅហើយថាមពលរន្ទះក្រហមជាច្រើននឹងក៏បានប្រមូលផ្តុំគ្នាប្រៀបដូចជាផ្សែងអាប់ពណ៌ក្រហមមួយដ៏ធំអញ្ចឹងថាមពលរន្ទះទាំងអស់ហ្នឹងក៏បានបញ្ចេញជាមួយនឹងក្បួនមួយគេក៏បានប្រើប្រាស់ជាមួយដៃរបស់គេផ្ទាល់តែម្ដង control ទៅកាន់ក្បួនហ្នឹងគេក៏បានស្រែកបន្ថែមទៀតថាថាមពលរន្ទះក្រហមបិទច្រកចេញសំឡេងសាយរបស់គេក៏បានបន្លឺឡើងពីពេញអាណាចក្រអមតៈកូឡនតែម្ដងគេក៏បានស្រែកបន្ថែមថាពួកឯងទាំងអស់គ្នាមិនអាចចាក់ចេញទៅណាបានទេគួរតែធ្វើជាចំណីរបស់យើងទៅយើងក៏ចង់ដឹងផងដែរថាមើលទៅអ្នកវឹកហាត់អមតៈម្នាក់ណាដែលមានសមត្ថភាពអាចចាក់ចេញពីទីកន្លែងនេះបានរូបរាងកាយរបស់មនុស្សម្នាក់ហ្នឹងនៅពេលនេះក៏បានបែកភាគផងដែររហូតដល់32នោះបំលាស់ទីរបស់គេវាពិតជាលឿនខ្លាំងមែនទែនស្ទុះសម្រាប់ទៅកាន់អ្នកវឹកហាត់អមតៈទាំងអស់គ្នាការសម្លាប់រង្គាលនៅពេលនេះក៏បានលេចឡើងទៅហើយរូបរាងកាយសាច់ឈាមក៏ដូចជាពលិកដើរកណ្ដាលរបស់អ្នកវឹកហាត់អមតៈក៏ត្រូវបានបំផ្លាញចោលទាំងអស់មនុស្សម្នាក់ហ្នឹងក៏បាននិយាយបន្ថែមទៅថាអើយក្មេងជំនាន់ក្រោយវាពិតជាអត់បច្ចោយខ្លាំងមែនទែនថាពលដើមនៅក្នុងរូបរាងកាយរបស់គេគឺវាមានតិចតួចពេកដែរអញ្ចឹងរបស់គេក៏បានផ្លាស់ទីទៅម្ខាងទៀតរាងកាយរបស់គេក៏បានលេចឡើងនៅម្ខាងទៀតនៃរូបរាងកាយមនុស្សម្នាក់ចំពោះអ្នកវឹកហាត់អមតៈម្នាក់ហ្នឹងគឺជាអ្នកវឹកហាត់អមតៈដែលស្ថិតនៅក្នុងកម្រិតការផ្លាស់ប្ដូរជាងគ្រឿងសឹករបស់គេគឺពណ៌មាសសុទ្ធតែម្ដងនៅពីខាងក្រោយខ្នងរបស់គេនៅពេលនេះគឺមានវត្តមានរបស់មនុស្សឈួតម្នាក់ហ្នឹងឯងចំណែកឯមនុស្សម្នាក់ហ្នឹងក៏បានបញ្ចេញជាមួយធម៌ពុទ្ធដើមបើកការវិភាគទៅកាន់មនុស្សម្នាក់ហ្នឹងទោះបីជាធម៌ពុទ្ធដើមហ្នឹងគឺវាខ្លាំងប៉ុណ្ណាក៏ដោយប៉ុន្តែมันអាចធ្វើអីទៅកាន់គេបាននោះទេរូបរាងកាយរបស់អបិមួយអាពណ៌លឿនហ្នឹងនៅពេលនេះក៏ត្រូវបានបំផ្លាញចោលទាំងស្រុងទៅហើយសូម្បីតែពលិកដើរកំណែរបស់គេក៏ត្រូវបានចម្បាច់បំបែកចូលគ្នាតែម្ដងចំហែថាពុទ្ធដើមក៏បានសាយភាយពីពេញហ្នឹងនៅពេលនេះមនុស្សឈួតម្នាក់ហ្នឹងក៏បាននិយាយថាអូយវាពិតជាល្អខ្លាំងមែនទែនមនុស្សម្នាក់នេះប្រហែលដូចជាមានជាមួយថាពុទ្ធដើមច្រើនវាពិតជាអស្ចារ្យណាស់ថាមកពុទ្ធដើមទាំងអស់នោះនៅពេលនេះក៏ត្រូវបានមនុស្សម្នាក់ហ្នឹងចម្រាញ់ធ្វើជាថាពុទ្ធប្រភពដើមអមតៈនៅពេលនេះអ្នកវឹកហាត់អមតៈជាច្រើនក៏បានរត់ចាយជើគ្នាតែម្ដងក៏ដោយសារតែរូបរាងកាយរបស់មនុស្សឈួតនឹងមានរហូតដល់32នាក់ឯណោះចំពោះក្បួនដែលបានការពារទៅកាន់ច្រកចេញមួយហ្នឹងវាពិតជារឹងមាំខ្លាំងមែនទែនតាមកម្រិតរបស់ពួកគេកម្រិតទី7ដំណាក់កាលកណ្ដាលចុងក្រោយកម្រិតការផ្លាស់ប្ដូរយីងគឺមិនអាចធ្វើអីទៅកាន់ក្បួននឹងបាននោះទេដូច្នេះហើយមានតែរត់គេចតែប៉ុណ្ណោះបើសិនជាមានឱកាសឬក៏សំណាងណាមួយគេប្រកាសជាអាចនៅរស់អញ្ចឹងប៉ុន្តែមិនដឹងថានៅរស់ដោយរបៀបណាទេគ្រាន់តែកម្រិតទី7ដំណាក់កាលកណ្ដាលចុងក្រោយក៏ដូចជាកម្រិតការផ្លាស់ប្ដូរយីងតែប៉ុណ្្នឹងឯងចំពោះមនុស្សឈួតនឹងគឺបំលាស់ទីទៅមួយផ្លែតនោះទេក៏ដោយសារតែគេចេះប្រើប្រាស់ជាមួយវិជាពុតកងលំហហើយនៅក្នុងទឹកដីអាណាចក្រអមតៈកូឡននេះវាប្រៀបដូចជាផ្ទះរបស់គេអញ្ចឹងគេចង់ចិញ្ចោលតាណាក៏បានដែរមកឆ្វិចនោះទេទៅដល់ទីតាំងដែលគេចង់ទៅគ្រាន់តែជាសម្ោចកពិកកពុកកម្រិតទី7កម្រិតទី8ហ្នឹងមិនដឹងទៅធ្វើស្អីចេញជាមួយអបិហ្នឹងទេនៅទីកន្លែងនោះក៏មានជាមួយអ្នកបង្ហាត់អមតៈកម្រិតយីងម្នាក់ទៀតផងដែរចំណែកអបិឈួតហ្នឹងនៅពេលនេះក៏បានស្ទុះសម្រាប់ទៅកាន់គេភ្លាមតែម្ដងចំពោះអ្នកបង្ហាត់អមតៈកម្រិតការផ្លាស់ប្ដូរយីងហ្នឹងនៅពេលនេះគឺគេបាននឹកថាគេរតនាក៏មិនរួចផងដែរដូច្នេះហើយគេមិនចង់ស្លាប់នៅក្នុងកណ្ដាប់ដៃរបស់មនុស្សឈួតឡើយគេក៏បានបំផ្ទុះរូបរាងកាយរបស់គេក៏ដូចជាថាមពលពលឹងដើរកណ្ដាលរបស់គេគឺបំផ្ទុះចោលខ្ទេចគ្មានសល់នោះទេក៏ដោយសារតែគេបានគិតថាទោះបីជាគេស្លាប់ក៏ដោយត្រូវតែស្លាប់ដោយមានកិត្តិយសមិនស្លាប់នៅក្នុងកណ្ដាប់ដៃធ្វើជាអាហាររបស់គេឡើយនិយាយ
យទៅនៅកន្លែងហ្នឹងវាប្រៀបដូចជាឆ្មាដេញខាំកណ្ដុរអញ្ចឹងអ្នកគ្នាចំពោះមនុស្សឈួតហ្នឹងវាប្រៀបដូចជាឆ្មាចំណែកអ្នកបើខាត់អមតៈទាំងអស់ហ្នឹងវាប្រៀបដូចជាកណ្ដុរដែលមានចំនួនច្រើនអញ្ចឹងនៅពេលនេះចំណីគឺនៅមុខហើយអញ្ចឹងហើយឆ្មាគឺវាមិនឲ្យរួចចំណីរបស់វាទេគឺវាចាប់ទៅកាន់កណ្ដុរហ្នឹងទាំងអស់តែម្ដងស៊ីខ្ទេចគ្មានសល់នោះទេហើយខ្ញុំសូមនិយាយតែប៉ុណ្្នឹងបានអ្នកគ្នាប្រកាសជាលើសូសលេងដេកនិយាយផ្ទាល់តែម្ដងនេះជឿកបវិញជាចុងក្រោយអត់មានអីនៅទេកុំភ្លេចជួយ follow ម្នាក់មួយផង share បានច្រើនក៏ដូចជាជូនពរអ្នកគ្នាសុខភាពល្អបន្តរឹងមាំបាយបាយបើចង់ប៉ាកាហ្វេក៏អាចប៉ាកាហ្វេបានផងដែរតាមរយៈ QR ដែលខ្ញុំដាក់នៅក្នុងវីដេអូនឹងផ្ទាល់តែម្ដង